រដូវកាលថ្មី2026គាត់តែធ្លាក់ភ្លៀងមកដល់ឥឡូវនេះចាប់ដើមចេញមកទៀតហើយបងប្អូនអើយនេះបាទមេអំពិលព្រៃស្រុកខ្លះហៅមេខ្ញុងស្រុកខ្លះហៅអំពិលព្រៃចេញមកទៀតហើយបងប្អូននេះអូបាទដើរចាប់អញ្ញៃទៀតហើយនោះនោះច្រើនណាស់តែថតមើលមិនចង់ឃើញបងប្អូននេះអូតាមស្លឹកមួយនិយាយពីថាអញ្ញៃអើយថ្ងៃនេះនាំថ្ងៃនេះមកដើរព្រៃហើយនាំពីណានាំនេះមួយនេះគាត់តែលឺសំលេងហេហូមកវាជ្រួចច្បល់ស្មានតែយើងឃើញស្អីហើយក៏វាដេញសាប់ទៅបាត់ហើយបងប្អូនអើយចាំតិចបងប្អូនចាំតិចជាដំបូងខ្ញុំបាទសូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលតែងតែចូលមើលចូល like ចូល subscribe បាទហើយនឹង share កន្លងមកបងប្អូនបាទឥឡូវនេះខ្ញុំបាទសូមធ្វើវីដេអូអំពីមេអំពិលព្រៃឬក៏មេខ្ញុងនេះភ្លៀងធ្លាក់2មេមកចេញបដាអាចនឹងចាប់បានច្រើនណាបងប្អូនកន្លះម៉ោងបានប៉ុណ្ណេះចាប់ដាក់ដើមខ្លះមាន2 3គ្រាប់ដើមខ្លះមាន4 5គ្រាប់ហើយដើមខ្លះនោះ1ក្តាប់2ក្តាប់3ក្តាប់អញ្ចឹងទៅបងប្អូនហើយអានេះគឺដេងជំនួយការដ៏ពិសេសក្នុងការប្រមាញ់សត្វមិនថាពស់មិនថាខ្លាត្រីថាអីទេបងប្អូនឲ្យតែឃើញគឺដេញតែម្ដងឥឡូវបងនិយាយពីអំពិលព្រៃបងប្អូនណាខ្លះដែលស្គាល់បានដឹងបាទលីងពីថារសជាតិមិនចាញ់កដោបមិនចាញ់ចង្រិតទេបងប្អូនមួយឆ្នាំមានម្ដងឥឡូវគាត់ថាធ្លាក់ភ្លៀងកក់មេ2មេចេញព្រាតតែម្ដងបងប្អូនឥឡូវដើរចាប់ហើយបាទម្ដង1ក្តាប់ម្ដង2ក្តាប់សមគ្នាតែมันងាយស្រួលដូចវីដេអូដែលឃើញទេបងប្អូនដើមខ្លះហ្នឹងក៏1គ្រាប់2គ្រាប់1គ្រាប់2គ្រាប់សមគ្នាអញ្ចឹងដើម្បីឲ្យបាន1កដុងគឺត្រូវការប្រើពេលសន្សំចាប់បាទដើមខ្លះក៏ច្រើនដើមខ្លះក៏តិចហើយជាក់ស្ដែងដើមនេះវិញបងប្អូនមើលទៅបានឡើងមួយមេឃមួយដើមមួយត្រួយនឹងគឺ1ក្តាប់តែម្ដងឥឡូវនេះឃើញថាពេញកដុងបាត់ហើយដល់ពេលពេញកដុងសัตว์វានៅតែមានច្រើនទៀតអញ្ចឹងអុកកដុងដើម្បីឲ្យវាបានច្រើនអុកដល់វាណែនណាហើយនេះគ្រាន់តែបើកឆាកទេបងប្អូនបើកឆាកដែលវាមិនទាន់នឹងចេញច្រើនដូចរាល់ឆ្នាំបើសិនជាវាច្រើនវិញបាទមិនតែ1កដុងទេ2កដុង3កដុងណាប៉ុន្តែអានេះក៏មិនអន់ដែរព្រោះចាប់តែមួយផ្លែតទេកន្លះម៉ោងឥឡូវអុកកដុងឲ្យណែនបាត់ហើយលើដល់ពេលពេញហើយមានអីទៀតបងប្អូនទៅផ្ទះហើយប៉ុណ្ណេះអត់ចាំបាច់សួរថាស្អែកឡើងបានមហូបអីទេបងប្អូននេះហើយគឺជាមហូបព្រលឹមឡើងភ្លាមកាត់កដុងចាក់ទឹកលាង 3-4 ទឹកឲ្យស្អាតហើយបាទដកទាំងស្លាបដកទាំងអីចេញទៀតដើម្បីឲ្យយើងលីងទៅវាឆាប់ស្រួយបន្ទាប់ពីបេះស្លាបលាងទឹកឲ្យស្អាតរួចហើយបងប្អូនក៏ចាប់ផ្ដើមលីងតែម្ដងដាក់ខ្លាញ់ហើយផ្សំគ្រឿងទុកមានអំបិលប៊ីចេងស្ករគោដាក់នៅចានផ្សេងហើយនៅពេលដែលយើងលីងនេះគឺលីងម្ដងបន្តិចដើម្បីឲ្យវាឆាប់ស្រួយទី1ហើយទី2គឺនៅពេលដែលលីងឆ្អិនទាំងអស់ទើបយើងដាក់ចូលចាក់ចូលទាំងអស់វិញដើម្បីនឹងដាក់គ្រឿងហើយលីងដល់ពេលដកស្លាបចេញអស់អញ្ចឹងអត់យូរទេបងប្អូនហើយកូរគ្រឿងបដាលីងបដាថតបដាទៀតបាទបានជំនួយការប្រពន្ធជាទីស្រឡាញ់អញ្ចឹងឥឡូវនេះគឺថាលីងឆ្អិនអស់ហើយគឺយើងចាប់ផ្ដើមចាក់បញ្ចូលគ្នាតែមួយខ្ទះហើយដាក់គ្រឿងតែម្ដងនៅពេលដែលយើងដាក់គ្រឿងហ្នឹងដោយសារយើងលាយវាលាយស្រាប់អញ្ចឹងវាយើងគ្រាន់តែចាក់ចូលហើយកូរវាឲ្យសព្វវាចូលជាតិតែម្ដងអញ្ចឹងអាចភ្លក់បានហើយបងប្អូនលើមើលក្រោយពីជោគចាក់ដាក់គ្រឿងត្រឡប់តលិនឆ្អិនអស់ហើយឥឡូវឃើញថាដល់វគ្គដួសដាក់ចានហើយភ្លក់ហើយក៏ឃើញថាឆ្ងាញ់ដែរល្មមហើយអញ្ចឹងម៉ោងបាយនេះបងប្អូនមកហូបមកពេលនេះយ៉ាងឆ្ងាញ់យ៉ាងបរិបូរណ៍ប៉ុន្តែមិនមែនមានតែមេអំពិលព្រៃនឹងទេគឺមានប្រហិតត្រីដែរដែលផ្សំគ្រឿងឡើងដោយខ្លួនឯងអញ្ចឹងអរគុណច្រើនបងប្អូនសូមជួយ Subscribe Channel ខ្ញុំបាទផងសូមអរគុណ